បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបនឹងខ្ញុំបាទអេដមីនបន្តទៀតហើយបងប្អូនថ្ងៃនេះអេដមីននឹងលើកយករឿងមួយមកចែកជូនបងប្អូនសម្រាប់បាទរឿងនេះគឺរឿងរវាងកូនម្សាស្រីនិងឪពុកក្មេកចង់ដឹងថាសាច់រឿងនឹងវាទៅជាយ៉ាងណានោះសូមបងប្អូនរងចាំស្ដាប់ទាំងអស់គ្នាបាទតែមុននឹងអេដមីនសម្រាប់ចែកជូនបងប្អូនស្ដាប់សូមបងប្អូនជួយគាំទ្រនិងជួយចុច Subscribe ឲ្យអេដមីនម្នាក់មួយផងបាទតែឥឡូវចូលមកដល់សាច់រឿងរបស់យើងតែម្ដងទៅបាទមានស្ត្រីម្នាក់នាងឈ្មោះលីននាងមានអាយុ28ឆ្នាំនាងមានគ្រួសាររៀបការរួចទៅហើយនាងជាស្ត្រីមេផ្ទះដ៏ស្រស់ស្អាតមានកម្ពស់1.63 ម៉ែត្រនិងមានទម្ងន់52 គីឡូសាច់នាងសត្រឡុកត្រលន់ដើមទ្រូងធំពេលដែលនាងចេញទៅណាមកណាមនុស្សប្រុសជាច្រើនសម្លឹងមើលរាងកាយដ៏សិចស៊ីរបស់នាងជាធម្មតាប្តីរបស់នាងចេញទៅធ្វើការតាំងពីប្រលឹមរហូតដល់ប្រលប់ទៅត្រឡប់មកវិញនាងចូលចិត្តស្លៀកសម្លៀកបំពាក់ស្ដាងមានថ្ងៃមួយឪពុកក្មេកនាងបានមកលេងរួចប្តីនាងក៏ទៅធ្វើការដោយសពមួយដងប្រហែលជាម៉ោងជាង10ទៅហើយនាងក៏សួរសុខទុក្ខឪពុកក្មេកនិងបានរៀបចំអាហារថ្ងៃត្រង់ឲ្យគាត់ពិសាទៀតឪពុកក្មេកនោះមានឈ្មោះថាចော့នៅពេលដែលស្រស់ស្រូបអាហារថ្ងៃត្រង់រួចគាត់ក៏បានសម្រាកនៅលើក្រែខាងមុខផ្ទះរួចលីនក៏ដើរចូលទៅក្នុងសម្រាប់ក្នុងបន្ទប់របស់នាងម៉ោងប្រហែលជា3រសៀលគាត់ក៏បានក្រោកឡើងហើយដើរសម្ដៅទៅបន្ទប់ទឹកដែលត្រូវដើរឆ្លងកាត់បន្ទប់របស់លីនពេលដែលគាត់ដើរទៅគាត់ក៏ងាកមើលតាមបង្អួចឃើញនាងដេកក្នុងឈុតរ៉ូបស្ដើងដដែលនោះរ៉ូបរបស់នាងក៏ប៉ាំងមកខាងលើដោយចេញភាពសិចស៊ីលេចចេញខោក្នុងធ្វើឲ្យគាត់ចង់ខ្យល់រីឯឪពុកក្មេករបស់នាងមានអាយុជាង50ឆ្នាំទៅហើយប្រពន្ធរបស់គាត់ក៏បានស្លាប់ជាយូរឆ្នាំណាស់ទៅហើយដែរដែលជាហេតុធ្វើឲ្យគាត់រាងជូរមាត់បន្តិចក្នុងបន្ទប់របស់នាងបេះដូងរបស់គាត់លោតស្ទើរដើរមិនទាន់រំពេចនោះស្រាប់តែនាងបើកភ្នែកឡើងឃើញឪពុកក្មេករបស់ខ្លួននៅក្នុងបន្ទប់ក៏រៀងភ័យហើយសួរថាពុកមកក្នុងបន្ទប់ខ្ញុំធ្វើអីរួចពូចော့ឆ្លើយទាំងសំឡេងខ្សៅពុកឃើញកូនដេករបូតរោបនឹងណារួចគាត់ក៏លួងលោមនាងថាកូនស្រីពុកស្អាតណាស់ឲ្យឪពុកសុំម្ដងមកពុកខានជាង10ឆ្នាំទៅហើយអាលីននាងមិនបានឆ្លើយអ្វីឡើយនាងក៏បានអង្គុយមើលទៅមុខពុកក្មេកថ្មីត្បិតតែពូចော့មានវ័យរាងចាស់បន្តិចទៅហើយតែគាត់ពុំមានជំងឺអ្វីឡើយគាត់នៅមាំមួនល្អណាស់នាងគិតមួយស្របក់ពុកប្តីខ្ញុំគាត់មកឥឡូវហើយកុំចង់ធ្វើអញ្ចឹងពេលនោះដោយសារតែកម្ដៅររៀលក្នុងខ្លួនប្រាណរបស់ពូចော့អត់ទ្រាំពុំបានដោយឃើញដើមទ្រូងរបស់នាងធំឡើងសខ្ចីត្រគារាងសាយធ្វើឲ្យពូចော့ឡើងស្រាវរួចក៏អត់ទ្រាំពុំបានដោយសារឃើញសាច់នាងឡើងត្រលុកត្រលន់ដើមទ្រូងធំពេលនោះពូចော့ក៏ចាប់ផ្ដើមដេកនាងទៅលើក្រែហើយក៏បានអោបនាងយ៉ាងណែនទាំងដែលអារម្មណ៍កំពុងពុះកញ្ជ្រោលផងនោះបន្តិចក្រោយមកប្តីរបស់នាងក៏ដើរចូលមកដល់ហើយក៏អើតមើលឃើញឪពុករបស់ខ្លួនកំពុងតែនៅជាមួយនាងប្តីរបស់នាងចង់ចូលទៅបញ្ឈប់តែក៏គិតថាចាំមើលប្រពន្ធរបស់ខ្លួនស្មោះនឹងគាត់ឬទេនាងកាន់តែពន្លឺសំឡេងកាន់តែខ្លាំងពូចော့រឹតតែសម្រុកនាងកាន់តែពន្លឺសំឡេងប្រហែលជា30នាទីក្រោយមកពូចော့សម្រុកតលតែសម្រេចរួចនាងនិយាយថាពុកប៉ុណ្ណឹងបានហើយរួចប្តីនាងក៏បើកទ្វារចូលមកដល់ពូចော့ក៏ស្ទុះស្លៀកសម្លៀកបំពាក់ធ្វើមិនដឹងបន្ទាប់ពីដែលនាងដឹងរឿងតែធ្វើមិនដឹងនោះនៅយប់ថ្ងៃដដែលនោះម៉ោងប្រហែលជា4ទៀបភ្លឺនាងដើរសម្ដៅទៅរកកន្លែងដែលពូចော့សម្រាកហើយពួកគេបានសម្រេចម្ដងទៀតនៅព្រឹកឡើងឪពុកក្មេករបស់លីនបានត្រឡប់ទៅវិញដោយក្តីសប្បាយចិត្តនិងញញឹមញញែមជាងមុនព្រោះបានស្គាល់រសជាតិជាមួយកូនប្រសាស្រីដ៏ស្រស់ស្អាតដោយសារតែប្តីខ្លាចបែកបាក់គ្រួសារក៏ព្រមធ្វើល្ងងគិតថានាងប្រហែលជាខុសតែម្ដងនេះទេ
រួចឈប់ឲ្យអ្នកណាមកស្នាក់នៅផ្ទះខ្លួនទៀតហើយស្រីលីនតាំងពីស្គាល់របស់ថ្មីរួចមកតែងតែចង់ផ្លាស់ប្ដូររបស់ថ្មីជារឿយប៉ុន្មានថ្ងៃក្រោយមកមានមេភូមិមកស្រង់សថៈធ្វើអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពជាដើមគាត់ជាមនុស្សចាស់ដល់រស់រាយនៅក្នុងភូមិនាងក៏ដើរមកដល់បើកទ្វារឲ្យគាត់ចូលហើយនាងក៏យកកៅអីមកឲ្យគាត់អង្គុយរួចនិយាយគ្នាពីបញ្ហាជាច្រើនអស់រយៈពេលជិត1ម៉ោងលោកពូប្រធានភូមិនិយាយបណ្ដើសម្លឹងមើលរាងកាយនាងបណ្ដើធ្វើឲ្យនាងបានដឹងខ្លួននាងក៏ដើរចូលទៅក្នុងបន្ទប់វិញដើម្បីយកអាក្រៅមកពាក់បិទបាំងរោបដ៏ស្ដើងរបស់នាងតែជាធម្មតាដើមទ្រូងនាងធំពាក់អាវក្រៅក៏នៅតែមើលឃើញយ៉ាងត្រឡោកត្រលន់ដដែលរួចធ្វើឲ្យគាត់កាន់តែមើលជាងមុនទៅទៀតនាងក៏បានដើរចូលទៅក្នុងបន្ទប់រួចកេងមើលទូរស័ព្ទធ្វើមិនដឹងប៉ុន្មាននាទីក្រោយមកពូប្រធានភូមិក៏ដើរចូលមកឃើញនាងកំពុងដេកមើលទូរស័ព្ទរួចឃើញរាងឡើងត្រឡុកត្រលន់របស់នាងកំពុងតែពោបមើលទូរស័ព្ទនោះក៏បើកភ្នែកធំហើយគាត់បាននិយាយទៅកាន់នាងថាលីនពូទៅវិញហើយយកអត្តសញ្ញាណប័ណ្ណនេះទុកវិញសិនទៅចាំពូមកយកម្ដងទៀតនាងក៏ក្រោកឡើងដើរមករកគាត់ស្រាប់តែគាត់ធ្វើជាជ្រុះមួករួចនាងក៏អន់រើសមួកមកឲ្យគាត់វិញហើយក៏ដើរចូលទៅក្នុងបន្ទប់បន្ទាប់មកនាងក៏ដោះសម្លៀកបំពាក់ចេញគេងនៅលើក្រែពូសុកដឹងថានាងឲ្យដៃហើយក៏ដើរទៅតាមក្រោយរួចពូសុកក៏បានបំពេញក្តីសុខឲ្យនាងនៅពេលនោះរហូតតតែបានសម្រេចរួចគាត់ក៏ស្លៀកសម្លៀកបំពាក់រួចដើរចេញមកខាងក្រៅវិញយ៉ាងលឿនក៏ជួបនឹងអ្នកស្រុកភូមិជាមួយគ្នាម្នាក់មានឈ្មោះថាហេងដោយសារតែខ្លាចហេងប្រាប់ប្តីរបស់នាងពូសុកក៏ចាប់ដៃរបស់ហេងចូលទៅក្នុងបន្ទប់របស់នាងផងដែរពេលដែលចូលទៅដល់ក្នុងបន្ទប់របស់នាងហេងក៏ចាប់ផ្ដើមមានអារម្មណ៍ផងដែរព្រោះហេងលបមើលនាងសឹងតែជារៀងរាល់ថ្ងៃតែពេលនេះមានឱកាសហើយពេលនោះនាងក៏ភ្ញាក់ដែលបានឃើញហេងដើរចូលក្នុងបន្ទប់របស់នាងរួចក៏សួរហេងថាពូហេងចូលមកធ្វើអីហ្នឹងស្រាប់តែហេងឆ្លើយថាពូសុកឲ្យខ្ញុំចូលមកបន្តពីគាត់រួចហេងក៏បានទៅអង្គុយលើក្រែជាមួយនាងរួចក៏ផ្ដួលខ្លួនទៅលើនាងហើយក៏សម្រេចជាមួយនាងតតែបានសម្រេចព្រោះហេងលងនឹងសម្រស់របស់លីនយូរហើយលុះដល់យប់ឡើងប្តីនាងក៏ចូលមកម្ដងរួចក៏មានការសង្ស័យផងដែរលុះព្រឹកឡើងប្តីរបស់នាងទៅធ្វើការដោយសពមួយដងតែគាត់ពុំបានទៅកន្លែងធ្វើការទេគាត់នៅលបមើលចិត្តនោះព្រោះចង់ដឹងថាមានអ្នកណាមកធ្វើអីនាងឬអត់ម៉ោងប្រហែលជា9ព្រឹកស្រាប់តែមានមនុស្ស2នាក់ដើរចូលទៅក្នុងផ្ទះលីនរួចប្តីនាងឆ្ងល់ជាខ្លាំងថាពួកគេមានការអីបានជាចូលម្ដង2នាក់បែបនេះបានប្រហែលជា15នាទីក៏មិនមានសកម្មភាពអ្វីរួចប្តីនាងក៏ដើរចូលទៅបើកទ្វារថ្នមដើម្បីស្មក់ចូលមើលគ្រាន់តែដើរចូលមកដល់ក្នុងបន្ទប់បន្តិចក៏ឮសំឡេងប្រពន្ធរបស់គាត់ចេញពីក្នុងបន្ទប់ចូលទៅមើលម៉ែអើយពូសុកដែលជាមេភូមិនិងពូហេងពេលដែលដើរចូលទៅហើយពួកគាត់មិនព្រមឈប់ទេនៅបន្តជានិច្ចបន្តិចក្រោយមកនាងក៏ងាកទៅឃើញប្តីរបស់នាងនៅពីមុខទ្វារបន្ទប់ក៏បើកភ្នែកធំរួចក៏បញ្ឈប់សកម្មភាពនោះនាងបានរុញហេងចេញហើយយកភួយមកដណ្ដប់ខ្លួនដើរទៅរកប្តីហើយក៏លុតជង្គង់សុំទោសប្តីនេះមកពីអូនចង់ពេកសូមបងលើកលែងទោសឲ្យអូនផងបុរសជាប្តីក៏ហួសចិត្តនឹងប្រពន្ធខ្លួនស្រីឃ្លានកាមទេពយ៉ាងនេះពូសុកនឹងហេងនិយាយថាកុំមកបន្ទោសខ្ញុំនេះខ្ញុំគ្រាន់តែជួយនាងទេនិយាយចប់ពួកគាត់ទាំងពីរនាក់ក៏ដើរទៅផ្ទះវិញរៀងខ្លួនទៅចំណែកប្តីនាងបានអង្គុយចុះហើយសួរនាងថាបងមិនកើតទេមែនទេយើងគួរតែបញ្ចប់ត្រឹមនឹងទៅនាងក៏បានអង្គុយយំ
ទេបងអូនមិនដែលគិតអញ្ចឹងទេអូនខំម្ដងហ្នឹងអូនសន្យាថាអូនជប់ធ្វើអញ្ចឹងទៀតហើយនាងក៏ស្ទុះទៅអោបប្តីនាងយ៉ាងជាប់ដោយក្តីអាណិតនិងស្រឡាញ់របស់ប្តីរួមទាំងពាក្យសន្យានោះប្តីក៏យល់ព្រមទាំងមិនសប្បាយចិត្តហើយចាប់តាំងពីពេលនោះមកពួកគេទាំងពីរនាក់ប្តីប្រពន្ធក៏ស្រស់ស្រួលគ្នាវិញលីនក៏កែខ្លួននិងស្មោះត្រង់តែប្តីមួយលែងក្បត់ប្តីទៀតហើយបាទហើយរឿងហ្នឹងអេដមីនសូមបញ្ចប់ត្រឹមតែប៉ុណ្្នឹងទេបាទបើបងប្អូនគិតថាអេដមីនសម្រាប់ទៅពេញចិត្តសូមជួយគាំទ្រនិងជួយចុច Subscribe ឲ្យអេដមីនម្នាក់មួយផងបាទដើម្បីបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណ